ម៉ែស៊ូកូនកូនដឹងទេថាមាន7កំហុសធំបំផុតដែលធ្វើឲ្យឪពុកម្ដាយជឿចិត្តខ្លាំងបំផុតអញ្ចឹងកូនស្ដាប់ឲ្យច្បាស់ណាស់1គ្រាន់តែរៀនពេលត្រូវគេរំលោភមិនស្ម័គ្រចិត្តការរៀនមិនមែនដើម្បីឲ្យម៉ែសប្បាយចិត្តទេគឺដើម្បីអនាគតរបស់កូនផ្ទាល់បើកូនមិនឲ្យតម្លៃអនាគតខ្លួនឯងនោះគ្មាននរណាជួយកូនបានទេ2មិនព្រមចែករំលែករួចត្រឡប់មកស្ដីបន្ទោសម៉ែថាមិនយកកូនម៉ែមិនមែនជាគ្រូទីទេដើម្បីស្គាល់ចិត្តកូនម៉ែមានតែបេះដូងហើយម៉ែតែងរងចាំកូនបើចិត្តមិននិយាយចេញ3កិច្ចការផ្ទះគិតថាជាទំនួលខុសត្រូវរបស់មនុស្សធំតែកិច្ចការផ្ទះឯងមិនទេដែលបង្រៀនកូនឲ្យចេះទទួលខុសត្រូវចេះគិតដល់គេបើកិច្ចការក្នុងផ្ទះនៅតែមិនអាចធ្វើបានថ្ងៃក្រោយចេញទៅខាងក្រៅនរណានឹងជឿកូន4មិនចេះអរគុណមិនចេះសុំទោសពាក្យសាមញ្ញបែបនេះកូនមិនព្រមនិយាយចេញកូនគិតថាម៉ែមិនជឿចិត្ត5និយាយមិនគួរសមប្រឆាំងខ្លាំងក្លាជាមួយឪពុកម្ដាយកូនអាចឆ្លាតអាចជោគជ័យតែបើមិនចេះគោរពអ្នកសម្រាលកូននោះគេក៏មិនគោរពកូនដែរ6តែងគិតដល់អារម្មណ៍ខ្លួនឯងតែមិនដែលសួរម៉ែមួយពាក្យថ្ងៃនេះម៉ែធុញទ្រាន់ឬទេសេចក្តីស្រឡាញ់មិនមែនជាមួយជើងទេបើកូនតែងទទួលតែមិនដឹងផ្ដល់នោះកូនកំពុងខ្លាចជាអ្នកគ្មានចិត្តគិតដល់គេហើយ7រឿងដែលម៉ែឈឺចិត្តបំផុតម៉ែនឹងនិយាយនៅពេលក្រោយពេលកូនត្រៀមខ្លួនស្ដាប់ហើយដឹងហើយម៉ែអើយល្អណាស់ម៉ែមិនត្រូវការឲ្យកូនល្អបំផុតទេតែបើកូនយល់នឹងកែប្រែរឿងទាំងនេះបានម៉ែជឿថាកូនមិនត្រឹមតែជាកូនស្លូតបូតទេតែនឹងក្លាយជាមនុស្សល្អមានបណ្ដាញនិងគួរឲ្យគេគោរពចង់ចាំពាក្យម៉ែនិយាយថ្ងៃនេះណា